3 ប្រភេទមនុស្សប្រុសចោលមកសៀតគ្មានកំណើតដែលមនុស្សស្រីត្រូវជៀសវាងជាបន្ទាន់ហើយអ្នកគ្រូនឹងឲ្យវិធីមើលក្នុងរយៈពេលត្រឹមតែ10នាទីអ្នកដឹងតែម្ដងប្រភេទប្រុសទី1គឺគ្មានគោលដៅអ្នកគ្រូចង់ប្រាប់មនុស្សប្រុសដែលគ្មានគោលដៅហាមនៅជាមួយហាមដើរជាមួយហាមខូចពេលវេលាជាមួយដាច់ខាតទី2មែនទេគឺមនុស្សប្រុសដែលគ្មានលុយអ្នកគ្រូប្រាប់សួនទីមនុស្សប្រុសត្រូវមានគោលដៅត្រូវមានលុយបើមនុស្សប្រុសគ្មានលុយអ្នកនឹងហត់ដាច់តសៃស្បូនហើយវានឹងមកស៊ីកម្លាំងអ្នកមកស៊ីលុយអ្នកមកបោកប្រាស់អ្នកដូច្នេះហើយទៅរកប្រុសបន្ទាប់ទៀតទី3មែនទេមនុស្សប្រុសដែលគ្មានការងារច្បាស់លាស់គ្មានការងារគ្មានមុខតំណែងច្បាស់លាស់អ្នកគ្រូប្រាប់មនុស្សប្រុសព្រមនេះគឺពួកចោលមកសៀតអ្នកគ្រូប្រាប់អ្នកណាក្នុងនាមជាប្រុសត្រូវមានការងារត្រូវមានលុយត្រូវមានគោលដៅអានេះគឺតួនាទីរបស់មនុស្សប្រុសហើយមនុស្សប្រុសណាដែលមិនទាន់មានលុយឲ្យវាទៅរកលុយឲ្យវាទៅមានការងារឲ្យវាទៅមានគោលដៅសិនកុំទៅលេងជាមួយវាកុំទៅនៅជាមួយវាកុំទៅតាក់ទងមួយវាដាច់ខាតតែម្ដងហើយអ្នកទៅរកណាទៅរកមនុស្សប្រុសដែលមានគុណភាពមានលុយមានការងារមានគោលដៅច្បាស់លាស់ចាំទៅខូចពេលវេលាជាមួយចាំទៅនិយាយជាមួយចាំទៅសែបគប់ជាមួយហើយអ្នកមិនមែនអាក្រក់ទេអ្នកគ្រូប្រាប់ពេលវេលារបស់មនុស្សស្រីគឺមានកំណត់សម្រាប់របស់អ្នកមានដែនកំណត់អ្នកឲ្យមានពេលច្រើនដូច្នេះទៅរកមនុស្សប្រុសគុណភាពទី4មែនទេគឺមនុស្សប្រុសដែលមិនចេះគិតស្អីគឺអត់ចេះគិតទេសួរអីក៏មិនដឹងសួរអីក៏មិនដឹងគឺឲ្យអ្នកដឹកមុខគឺបានន័យថាអ្នកជាអ្នកដឹកមុខនៅក្នុងការសម្ព័ន្ធភាពចង់ញ៉ាំអីក៏មិនដឹងទៅណាក៏មិនដឹងស្អីក៏មិនដឹងគឺមិនដឹងរហូតតែម្ដងគឺបានន័យថាចាំខ្លួនឯងចាំអ្នកឯងអត់មានដឹងខ្យល់អីមកឬឲ្យរត់អ្នកកុំខូចពេលវេលាជាមួយមនុស្សក្រុមហ្នឹងដូច្នេះបើសិនជាអ្នកចង់បានមនុស្សប្រុសគុណភាពអ្នកត្រូវប្រើចិត្តសាស្ត្រខ្មៅហើយអ្នកគ្រូចង់ប្រាប់ថាមនុស្សប្រុសចោលមកសៀតស្រឡាញ់តាមមនុស្សស្រីដែលរឹងមាំដូចអ្នកហ្នឹងធ្វើការដូចកបីគោហ្នឹងមនុស្សប្រុសចោលមកសៀតចង់បានតែមនុស្សប្រុសគុណភាពគឺគេមិនចង់បានមនុស្សស្រីធ្វើការដូចគោដូចកបីទេតែអ្នកគ្រូប្រាប់អ្នកណាដើម្បីទាក់ទាញមនុស្សប្រុសដែលមានគុណភាពមានលុយមានភាពជាមេដឹកនាំមានគោលដៅមកមើលថែអ្នកឲ្យលុយអ្នកថាមើលថែទាំងរាងកាយផ្លូវចិត្តមែនទេអ្នកគ្រូប្រាប់អ្នកត្រូវប្រើចិត្តសាស្ត្រខ្មៅហេតុអីបើអ្នកគ្រូដឹងមែនទេគ្រូក្រុមការងារអ្នកគ្រូហើយនឹងអ្នកគ្រូមកជួបមនុស្សប្រុសមានគុណភាពក្រុមការងារអ្នកគ្រូម្នាក់អ្នកគ្រូប្រាប់អ្នកណាគាត់ជាប្រុសមែនទេគាត់មិនដែលចង់ឲ្យប្រពន្ធឬក៏គូទៅដឹងរបស់គាត់ហ្នឹងទៅធ្វើការធន់ទេតែគាត់ទៅធ្វើការពី3កន្លែងដើម្បីរកលុយមកចិញ្ចឹមមនុស្សស្រីមកមើលថែមនុស្សស្រីណាគឺគាត់ជាខ្មែរហើយអ្នកគ្រូជួបប្រិយបរទេសគឺគិតមានការគិតឲ្យគាត់ចឹងគឺប្រឹងរកស៊ីប្រឹងរកលុយទៅដើម្បីទៅមើលថែប្រពន្ធមើលថែមនុស្សស្រីខ្លួនឯងស្រឡាញ់អាហ្នឹងគឺប្រុសណាដូច្នេះបើអ្នកចង់បានវិធីតាក់ទាញមនុស្សប្រុសគុណភាពខមមិនពាក្យថាតាក់ទាញអ្នកគ្រូនឹងផ្ញើវិធីទៅឲ្យអ្នកនៅក្នុងឆាតតែម្ដងយើងចាប់ផ្ដើមរៀននៅថ្ងៃច័ន្ទអាទិត្យក្រោយ